Ok, số đây là đó ní video ní nhưng mình thuộc cảm hàngពីរបៀប create canvas ឬក៏យើងអាចថាបង្កើតសិល្បៈការងារផ្ទៃពណ៌សនេះជំហានដំបូងយើងអាចធ្វើការបិទកម្មវិធីនេះសិនយើងអាចចេញមកយើងអាចចុចពាក្យថា new file គឺបង្ហាញដូចគ្នាឬក៏យើងអាចចូលទៅកន្លែង file នេះរួចចុច control អក្សរ N ក៏បានឬក៏ចុចទៅលើកន្លែងហ្នឹងក៏បានដែរបាទបង្ហាញនៅលើផ្ទៃខាងលើនេះជាច្រើនបាទអញ្ចឹងវាមានដូចជា save photo បាទ photo នេះគឺជាຂະຫນាតសម្រាប់រូបថតដែលមានຂະຫນាតជាច្រើនដែលយើងប្រើអញ្ចឹងមាន print គឺសម្រាប់ធ្វើអីគឺសម្រាប់ឯកសារដូចជាกระดาษបាទกระดาษយើងមានកระดาษ A4 A5 A6 A3 ទៅតាមຂະຫນាតនៃទំហំกระดาษរបស់យើងហ្នឹង add និង illustration គឺសម្រាប់បង្កើតជា art web សម្រាប់បង្កើតជា website ជាអ្នកដែលចង់រចនា website នេះគឺអាចធ្វើការជ្រើសរើសតាមប្រព័ន្ធបាន mobile គឺសម្រាប់ទូរស័ព្ទវាមានប្រភេទ iPhone X វាមានប្រភេទច្រើននៅក្នុងហ្នឹងបាទអញ្ចឹងយើងចង់បានຂະຫນាតមួយណាយើងអាចធ្វើការជ្រើសរើសຂະຫນាតទៅតាមអ្វីដែលយើងចង់បានហើយ film និង video គឺសម្រាប់បង្កើតกระดาษដែលសម្រាប់ធ្វើជា banner នៅខាងលើទំហំនៃវីដេអូរបស់យើងអញ្ចឹងករណីដែលយើងអត់មានចង់និយាយថាអត់មានទំហំដែលយើងចង់បានគឺយើងអាចមកកំណត់នៅទំហំខាងលើនេះបានខាងស្ដាំដៃនេះកន្លែងលើនេះគឺយើងអាចធ្វើការបដូរឈ្មោះមានន័យថាបើយើងចង់បង្កើត poster យើងវាយ poster មកហើយកន្លែង web នេះគឺសម្រាប់ទទឹងបាទទទឹងអញ្ចឹងទទឹងយើងចង់បានប្រមាណអញ្ចឹងយើងយក10 18កន្លែងនេះបើធ្វើយើងយកទំហំនេះយើងត្រូវផ្លាស់ប្ដូរកន្លែងនេះទៅជា pixel ណាអញ្ចឹងយើងយកវា18បាទអញ្ចឹងទទឹងបណ្ដោយគឺយើងយកទំហំហ្នឹងដូចគ្នារួចហើយកន្លែង resolution នេះយើងអាចយកវា300ណា300 RGB ជាទូទៅកន្លែង color mode នេះគេប្រើមាន2តែគេនិយមប្រើគឺគេប្រើ RGB នេះគឺប្រើសម្រាប់អីគឺប្រើសម្រាប់ធ្វើ poster រូបថតbanner អីជាច្រើនហ្នឹងគឺគេអាចធ្វើយកជា color ហ្នឹងគឺគេ print ຂະຫນាតទូចសម្រាប់ CMYK នេះ color នេះគឺសម្រាប់លក្ខណៈថាយើងធ្វើ poster banner ធំជាຂະຫນាតម៉ាស៊ីនຂະຫນាតធំហ្នឹងគឺគេយក color CYK ហ្នឹងហើយចំពោះកន្លែង advanced option នេះបើសិនជាយើងអត់នេះទេយើងក៏មិនបាច់ទៅប្រើទេអាហ្នឹងនេះក៏អត់ដែរបន្ទាប់មកយើងជ្រើសរើសទំហំហ្នឹងហើយយើងចុចថា create វាបានជា poster មួយទំហំប៉ុណ្នេះឬក៏យើងអាចបង្កើតជាกระดาษ A4 យើងអាចចូលកន្លែង new នេះមកយើងយកកន្លែង print យើងយកกระดาษ A4 នេះអញ្ចឹង A4 វាគិតជាមីលីម៉ែត្របាទសង់ទីម៉ែត្រអញ្ចឹងភាគច្រើនគឺយើងប្រើមីលីម៉ែត្រសង់ទីម៉ែត្រនិង pixel ហ្នឹងហើយអ៊ីងបើថាយើងចេះຂະຫນាតអ៊ីងយើងប្រើអ៊ីងទៅអញ្ចឹងនៅកន្លែងចំណុចនេះវិញបើសិនជាលក្ខណៈប្រឈរគេហៅថា portrait ពេលយើង create មកវានឹងចេញជាกระดาษប្រឈរតែបើសិនជាយើងចង់ឲ្យកระดาษផ្ដេកយើងចុចចំ landscape នេះមកមានកระดาษផ្ដេកនេះយើងចុច create មកវានឹងចេញกระดาษផ្ដេកចំពោះពាក់ព័ន្ធជាមួយនឹងកន្លែង background content នេះយើងអាចជ្រើសរើសបានគេប្រើក៏ពីរដែរភាគច្រើនគឺគេប្រើ transparent នេះគឺសម្រាប់អត់ផ្ទៃមានន័យថាសម្រាប់កុំឲ្យមាន background នឹងចេញកាឡាការ៉ូបែបនេះមានន័យថាវានឹងអត់មានផ្ទៃ background ទេអញ្ចឹងយើងអាចចាប់រូប PNG យកមកដាក់ពីលើមកគឺវាបង្ហាញតែរូបអត់មាន background អញ្ចឹងណាអញ្ចឹងពាក់ព័ន្ធជាមួយមួយទៀតនៅក្នុងនេះយើងបង្កើតកម្មវិធីច្រើននៅក្នុងតែមួយមានន័យយើង design ក្នុងពេលតែមួយអញ្ចឹងវាមាន banner វាមាន web វាមាន poster វាមានអីច្រើនយើងអាចជ្រើសរើសទៅលើកន្លែង artboard នេះអញ្ចឹងពេលយើងជ្រើសរើសកន្លែង artboard នេះមានន័យថាពេលដែលយើងបង្កើតមកបានកន្លែងនេះវាលែងចេញជា background បែបនេះហើយណាវាចេញជា artboard មួយអញ្ចឹងបើមិនជា artboard នេះយើងចង់បង្កើតវាឲ្យកាន់តែច្រើនទៀតយើងអាចចុចទៅលើចុចចំកន្លែងលើនេះមករួចយើងអាចចុចសញ្ញានេះចុចសញ្ញាហ្នឹងចុចឲ្យចំមកយើងចង់បានបាទចុចចំឲ្យចំអក្សរមួយមកវានឹងលោត
ផ្ទៃបែបនេះយើងចង់បង្កើត artboard ទៅឆ្វេងក៏បានទៅស្ដាំក៏បានទៅលើក៏បានទៅក្រោមក៏បានអាស្រ័យទៅលើយើងចង់បង្កើតនេះយើងអាចបិទវាចោលមកទៅលើបាទមកឆ្វេងមកស្ដាំទៅតាមប្រភេទដែលយើងចង់បានអញ្ចឹងនៅពេលដែលបង្កើតហើយយើងចង់ថាបដូរឈ្មោះ artboard ឧទាហរណ៍ឥឡូវ artboard ទី1យើងចង់បដូរឈ្មោះយើងមកបដូរឈ្មោះកន្លែងនេះមកយើងបដូរឈ្មោះដាក់អីគេ banner អញ្ចឹងទៅហើយនេះអីគេលេខ3នេះយើងចង់បដូរវាទៅជា poster អញ្ចឹងចុចវា2ដងមក poster ហើយគេទៀត web អីចឹងទៅណា web ចឹងទៅមាននេះ background bg អញ្ចឹងនៅពេលយើងបានបដូរឈ្មោះវាហើយយើងអាចធ្វើការកំណត់ឧទាហរណ៍ background យើងចង់បានទំហំប៉ុណ្ណាយើងអាចទាញចេះក៏បានយើងអាចទាញអញ្ចឹងហើយយើងអាចចាប់វាអង្គើមកឆ្វេងស្ដាំតាមចិត្តយើងចង់បានឬក៏យើងអាចកំណត់ទំហំនៅលើនេះតែម្ដងក៏បានដែរឧទាហរណ៍ថាឥឡូវយើងយក18ចឹងនេះយើងដាក់0មក18ចឹងនេះយើងយក18ដែរមក enter ចឹងវាចេញទំហំប៉ុណ្ណឹងបើយើងដូរវាទៅជា700វាចេញធំជាងហ្នឹងបាទមកវាចេញធំចឹងហ្នឹងហើយអញ្ចឹងត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងការបង្កើត canvas នេះគឺយើងអាចបង្កើតបានទៅតាមអាស្រ័យទៅលើយើងចង់បង្កើតឲ្យត្រូវទៅតាមຂະຫນាតដែលយើងចង់បានបើអញ្ចឹងទេយើងនឹងពិបាកបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនជួបជាមួយខ្ញុំនៅវីដេអូក្រោយបន្តទៀតបាទអរគុណច្រើន